រឿងថ្មាតបោកដំរីសកាលពីព្រេងនាយមានស្ដេចថ្មាតមួយមានពួកពលបរិវារជាច្រើនអាស្រ័យនៅក្នុងព្រៃភ្នំយប់មួយស្ដេចថ្មាតនោះដេកទៅយល់សប្តិឃើញថាបានចាប់ស្ដេចដំរីសយកមកស៊ីជាអាហារលុះភ្ញាក់ឡើងក៏ប្រើពួកពលឲ្យហើទៅហៅស្ដេចដំរីសពួកសេនារេពលក៏ហើសំដៅទៅលំនៅនៃស្ដេចដំរីសដល់ហើយក៏ស្រែកហៅស្ដេចដំរីសថាបងដំរីម្ចាស់យើងឲ្យហៅបងដំរីឯងទៅឯលំនៅយើងយ៉ាងឆាប់ដោយម្ចាស់យើងយល់សប្តិថាបានស៊ីសាច់បងដំរីឯងដំរីឮដូច្នេះក៏ភ័យញាប់ញ័រឥតឧបមាយំបណ្ដាលាប្រពន្ធកូននិងពលសេនាបណ្ដាដើម្បីទៅតាមពលថ្មាតតាមបញ្ជារបស់ស្ដេចថ្មាតលុះមកដល់កណ្ដាលផ្លូវបានជួបនឹងសុភាទន្សាយក៏សួរទៅស្ដេចដំរីថាយីបងដំរីទៅណាមកណាក៏រលះរលាំងថែមទាំងយំសស្រាក់យ៉ាងនេះដំរីឆ្លើយថាអោបងសុភាអើយស្ដេចថ្មាតគេយល់សប្តិឃើញថាគេបានស៊ីសាច់ខ្ញុំឥឡូវនេះខ្ញុំទៅឲ្យគេស៊ីខ្ញុំហើយសុភាទន្សាយឆ្លើយថាយីបងដំរីរូបប៉ុនមកឯងម្ដេចក៏សុខចិត្តទៅឲ្យអាសត្វថ្មាតស៊ីទទេយ៉ាងនេះចាំខ្ញុំទៅជួយដោះទុកមកឯងឲ្យរួចរស់បានស្ដេចដំរីបានឮទន្សាយថាដូច្នេះមានចិត្តត្រេកអរណាស់ក៏ហៅទន្សាយឡើងជិះលើខ្នងខ្លួនដើរសំដៅទៅលំនៅស្ដេចថ្មាតលុះឃើញដំរីមកដល់ហើយស្ដេចថ្មាតញញឹមញញែមរួចនិយាយទៅថាបងដំរីមកដល់ហើយយើងត្រូវស៊ីបងឯងក្នុងថ្ងៃនេះព្រោះយើងយល់សប្តិឃើញថាបានស៊ីសាច់បងឯងនៅពេលដែលដំរីជួបនឹងស្ដេចថ្មាតនោះទន្សាយធ្វើពុតជាដេកលក់នៅលើខ្នងដំរីស្ដេចថ្មាតក៏ស្រែកទៅកាន់ទន្សាយថាណែបងសុភាមកដេកអីលើខ្នងដំរីដូច្នេះចុះចេញឲ្យឆាប់យើងនឹងស៊ីដំរីឥឡូវនេះទន្សាយឆ្លើយថាឈប់កុំអាសិនបងនិយាយជាមួយដំរីដូចម្ដេចខ្លះអំបញ្ញមិញយើងមិនបានស្ដាប់ព្រោះរវល់តែងងុយដេកពេកស្ដេចថ្មាតឆ្លើយថាយើងយល់សប្តិឃើញថាស៊ីសាច់ដំរីសទន្សាយថាមែនហើយអំបញ្ញមិញខ្ញុំដេកលក់មួយភាំងយល់សប្តិថាបានស្រឡាញ់ប្រពន្ធស្ដេចថ្មាតឯងស្ដេចថ្មាតឆ្លើយថាយីបងសុភាយើងមិនត្រូវការឲ្យប្រពន្ធយើងទៅបងសុភាឯងទេទន្សាយថាបើបងឯងមិនឲ្យការយល់សប្តិរបស់បងថ្មាតឯងក៏ឥតបានការអ្វីដែរដំរីក៏ខ្ញុំមិនឲ្យបងថ្មាតឯងស៊ីដូចគ្នាថ្មាតក៏ខានបានស៊ីសាច់ដំរីដោយចាញ់កលអបាយសុភាទន្សាយដំរីសក៏វិលទៅលំនៅខ្លួនវិញទន្សាយក៏បោលចូលព្រៃបាត់ដែររឿងនិទានខ្លីក៏បានបញ្ចប់ត្រឹមនេះសង្ឃឹមថានឹងជួបពុកម៉ែបងប្អូនទាំងអស់គ្នានៅវីដេអូក្រោយៗទៀត